សំណួរដែលខ្ញុំទទួលបានមួយរយៈនេះច្រើនមែនតើតាក់ទងជាមួយនឹងការធ្លាក់ view នៅលើ TikTok តើអូននេះផងដែរខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាត្រួសទី1អ្នកទាំងអស់គ្នាត្រូវទៅ check ជាមួយនឹង quality វីដេអូរបស់អ្នកទាំងអស់គ្នាឡើងវិញ quality នឹងបែបណាអ្នកទាំងអស់គ្នាបើសិនអ្នកថតនៅខាងក្រៅមានពលឺចូលមកមុខអ្នកទាំងអស់គ្នាគ្រប់គ្រាន់ទេវីដេអូរបស់អ្នកគ្នាច្បាស់ដែរឬទេឧទាហរណ៍ថាអ្នកទាំងអស់គ្នាចង់បង្ហាញពីផលិតផលនេះមួយតើផលិតផលនេះច្បាស់អាចឲ្យអ្នកមើលគាត់មើលមកយល់ថាអានឹងចង់បង្ហាញពីអានឹងដែរទេវានេះចឹងអានឹងច្បាស់គ្រប់គ្រាន់សម្រាប់បង្ហាញឲ្យគេមើលយល់អត់ចាបើសិនជាវីដេអូនឹងបែបហ្នឹងអូខេចាល្អហើយបើសិនជាថតនៅក្នុងវិញអ្នកទាំងអស់គ្នាគួរតែមើលនៅលើថាភ្លើងអ្នកទាំងអស់គ្នាដែលកំពុងតែប្រើប្រាស់បាញ់មកលើផ្ទៃមុខអ្នកទាំងអស់គ្នានឹងគ្រប់គ្រាន់សម្រាប់ឲ្យអ្នកដែលកំពុងតែមើលវីដេអូរបស់យើងនឹងគាត់មើលឲ្យគាត់តែចាក់ភ្នែកអត់កុំឲ្យគាត់មើលឲ្យគួរល្ងឹតណាមើលអត់យល់ថានិយាយពីអីគេហើយមួយទៀតតាក់ទងជាមួយនឹងការ edit អ្នកទាំងអស់គ្នាចាខ្ញុំឃើញច្រើនមែនតើនៅលើការ edit ខ្លាំងពេកនៅលើបណ្ដាញសង្គមហើយយើងព្យាយាមកែខ្លាំងពេកដាក់ផាត់មុខខ្លាំងពេកឬមួយក៏ដាក់ទម្រង់មុខឲ្យចេញវីខ្លាំងពេកឬមួយក៏ edit ក្រែម edit អីខ្លាំងពេកវាទៅជាបាត់ជាមួយនឹងភាពធម្មជាតិហើយមើលមកវីដេអូនឹងអត់ច្បាស់យកតែម្ដងអញ្ចឹងអ្នកនរគ្នាគូកែតម្រូវកន្លែងនឹងឡើងវិញចាចូលដល់ចំណុចទី2តាក់ទងជាមួយនឹង quality សំឡេងចាតតែប្រើម៉ៃបានច្បាស់ចាមិនមែនបែបហ្នឹងទេតែអ្នកនរគ្នាព្យាយាមរកកន្លែងស្ងាត់ឬមួយបើសិនអ្នកនរគ្នាចង់និយាយពីកំ pl ែងឬមួយក៏អីដែលល្អហ្នឹងអ្នកនរគ្នាត្រូវមើលថាតើកន្លែងហ្នឹងត្រូវតែនិយាយជាមួយនឹងសំឡេងញ៉ៃឬមួយក៏អ៊ូអបែបហ្នឹងអត់ចាហ្នឹងវាអត់អីទេតែមួយទៀតឧទាហរណ៍ថាសំឡេងដែលអត់គួរតែរញ៉េរញ៉ៃសំឡេងដែលមានចូលមកមានកម្មវិធីបនមានកម្មវិធីជប់លៀងអីចូលមកក្នុងវីដេអូរបស់អ្នកនរគ្នាស្ដាប់ទៅវាប៉ះពាល់ដល់អារម្មណ៍អ្នកមើលជួនកាលមានសំឡេងម៉ូតូសំឡេងឡានហើយរញ៉េរញ៉ៃសំឡេងខ្យល់អីខ្លាំងពេកក៏អ្នកមើលក៏អត់ចង់មើលគាត់មានការធុញទ្រាន់ដែរគាត់ត្រូវការសំឡេងមួយដែលច្បាស់ស្ដាប់យល់ហើយកំពុងតែនិយាយពីអីគេចូលដល់ចំណុចទី3ជាចំណុចអ្នកគ្នាត្រូវលើបំបត្តិភាពខ្វល់របស់ខ្លួនឯងអ្នកនរគ្នាត្រូវផ្ដោតលើមាតិការបស់ខ្លួនឯងដែលខ្លួនឯងផលិតហើយឈប់ខ្វល់ពី view ខ្លាំងពេកទៅដូចខ្ញុំអញ្ចឹងនៅពេលដែលមានគេ view មានកម្លាំងចិត្តធ្វើអត់មានគេ view ទុកចោលដល់ពេលដែលទុកចោលអញ្ចឹងអ្នកណាអ្នកខាត់បង់ខ្លួនឯងប៉ុន្តែនៅពេលដែលយើង focus តែទៅលើ quality ដែលយើងផលិតយើងឈប់ខ្វល់ថាមានអ្នកមើលមិនអ្នកមើលសំខាន់អ្វីដែលយើងធ្វើហ្នឹងផ្ដល់ការអប់រំល្អដល់គេអត់និយាយពីអីធ្វើឲ្យគេមើលមកគេចង់មើលវីដេអូរបស់យើងអត់យើងធ្វើតែប៉ុណ្្នឹងទៅហើយយើងឈប់ focus លើរឿង view នៅពេលហ្នឹងឯងដែលយើងចាប់ផ្ដើមផលិតវីដេអូដែលល្អហើយ focus តែលើពីចំណុចមុនដែលខ្ញុំនិយាយហ្នឹងពីរូបភាពដែលយើងផលិតចេញមកជាមួយនឹងសំឡេងឲ្យបានច្បាស់ទៅចាគឺជារឿងដែលល្អបំផុតហើយយើងមិនបាច់ខ្វល់ថាវីដេអូហ្នឹងទីអត់មានអ្នក view ចាកុំខ្វល់ចាប់ផលិតតែវីដេអូដែលមានគុណភាពបែបហ្នឹងឲ្យអ្នកទស្សនាបានច្រើនទៅយូរនឹងឆាប់គេនឹងបានស្គាល់ឬមួយក៏យល់ពីអ្វីដែលយើងកំពុងតែធ្វើហ្នឹងហើយចំណុចទី4អ្នកនរគ្នាឆ្ងល់ហេតុអីបានវីដេអូអ្នកនរគ្នាអត់ផ្ទុះវីដេអូអ្នកនរគ្នាអត់មានអ្នកមើលចាពេលខ្លះហេតុអីបានវីដេអូរបស់គេមានអ្នកមើលចាជាវីដេអូដែលប្រភេទអីគេអ្នកនរគ្នាចូលទៅមើលអ្វីដែលគាត់ផលិតឡើងវិញហើយជួនកាលអ្នកនរគ្នាក៏លេងមកមើលយើងឡើងវិញថាយើងបានផលិតអីគេខ្លះយើងអត់គួរ proud លើខ្លួនឯងខ្លាំងពេកមានមោទនភាពឧទាហរណ៍ថាវីដេអូមួយឡើង1លាន2លាន view ហើយមានមោទនភាពហើយចាប់ផ្ដើមធ្វើវីដេអូបែបផ្សេងទៅធ្លាក់ quality ទៀតហេតុឲ្យបានមាតិកាភាគច្រើនណាគាត់ចូលចិត្តផលិតនៅមាតិកាដែលកំពុងតែ viral នៅលើ social media អ្នកនរ TikTok Facebook គេពួកគាត់ឆ្លាតខ្លាំងមែនតើនៅពេលអ្នកនរគ្នាផលិតមាតិកាមួយដែលនិយាយពីរឿងរ៉ាវក្នុងសង្គមដែលកំពុងតែល្បីវីដេអូហ្នឹងនឹង pop up ឡើងខ្លួនឯងឲ្យអ្នក view គាត់បានមើលតែម្ដងគ្នាអត់ត្រូវបន្ទោសអ្នកផលិតមាតិកាឧទាហរណ៍ថារឿងរ៉ាវក្នុងសង្គមមួយកំពុងតែក្តៅកគុកហត់មានយុវតីម្នាក់លុបទឹកសម្រាប់ខ្លួនហត់រឿងព្រីងពីរអ្នកប្តីប្រពន្ធនឹងឆ្លោះគ្នាដណ្ដើមគេមរតកហើយខួរគ្នាក្នុងបណ្ដាញសង្គមពួកគាត់លើកឡើងវែងញែកហើយអស់ហ្នឹងឯងជាចំណុចរសើបរបស់អ្នកទស្សនាវីដេអូហើយធ្វើឲ្យវីដេអូហ្នឹង pop up ហើយក្រុមហ៊ុន TikTok គេក៏ជួយជំរុញវីដេអូហ្នឹងឲ្យឡើងមកលើ new feed របស់អ្នកទាំងអស់គ្នាដូចគ្នាដែរហើយមួយវិញទៀតតែយើងផលិតវិធានបទហ្នឹងដើម្បីឲ្យអ្នកទស្សនាហ្នឹងគាត់យល់អត់ថារឿងហ្នឹងកំពុងតែចង់និយាយពីអីឧទាហរណ៍ថាវីដេអូរបស់យើងនេះអត់មានតម្លៃអីដែលឲ្យអ្នកទស្សនាហ្នឹងគាត់មើលឲ្យគាត់បានចំណេះដឹងឬមួយក៏គាត់សប្បាយអីនៅក្នុងវីដេអូហ្នឹងទេអញ្ចឹងគាត់ក៏អត់ចង់មើលគាត់ធុញអញ្ចឹងយើងត្រូវសួរខ្លួនឯងឡើងវិញថាតើវីដេអូដែលយើងធ្វើហ្នឹងជួយអ្វីខ្លះដល់អ្នកទស្សនាទី5នោះនៅពេលដែលគេផលិត website ឬមួយក៏ app ណាមួយគឺគេឆ្លាតខ្លាំងណាស់អញ្ចឹងនៅពេលដែលវីដេអូរបស់យើងអត់មានអ្នក view ហើយយើងព្យាយាមលុបចោលវីដេអូហ្នឹងយូរទៅវីដេអូរបស់យើងក្រុមហ៊ុនហ្នឹងគេនឹងចាប់តែម្ដងថាវីដេអូរបស់យើងជាវីដេអូដែលជាប់ copyright ឬមួយក៏ជាវីដេអូដែលយកសិទ្ធិរបស់វីដេអូណាមួយយកមកផលិតឲ្យគេមើលម្ដងទៀតអញ្ចឹងធ្វើឲ្យវាចាប់ហើយថ្ងៃក្រោយទៅដល់ពេលដែលយើងផុសវីដេអូបន្តលេងមានអ្នកមើលតែម្ដងហើយកុំព្យាយាមលុបចោលហើយផុសម្ដងទៀតពេលដែលយើងលុបចោលហើយយើងផុសម្ដងទៀតគឺស្មើនឹងយើងយកវីដេអូដដែលហ្នឹងទៅផុសអត់មានអ្នក view ហើយទៅផុសដដែលហ្នឹងក៏នៅតែគ្មានអ្នក view ដែរព្យាយាមផលិតវីដេអូថ្មីឬមួយក៏កែសម្រួលវីដេអូចាស់កាត់បែបណាឲ្យប្លែក 90% នៃវីដេអូមុនតែម្ដងហើយក៏ជាចំណុចមួយដែលឲ្យខ្ញុំខំប្រឹងដែរកុំខ្វល់ពីអ្នក view អ្នកនរគ្នាត្រូវធ្វើបែបណាបង្កើនកម្រិតគុណភាពនៃវីដេអូរបស់ខ្លួនឯងឲ្យកាន់តែល្អប្រសើរជាងមុនអរគុណអ្នកនរគ្នាជម្រាបលាបាយបាយ